រឿងផ្កាស្រពោនដកស្រង់ចេញពីស្នាដៃនៃនិពន្ធនូហាតប្រភេទរឿងអក្សរសិល្បៈប្រលោមលោកបែបមនុស្សសញ្ចេតនានាសម័យអាណានិគមនិយមបារាំងប៊ុនធឿននិងវិធាវីត្រូវបានឪពុកម្ដាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម្លេះប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដណ្ដាបដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាមទូកពុកចាយទៅលក់នៅឯព្រៃនគរត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់យាយនួនម្ដាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយសនិងសេចក្តីស្មោះត្រង់ក៏បានផ្ដាច់ពាក្យពីប៊ុនធឿនព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យគ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយយាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃសូតកូនប្រុសរបស់ថៅកែណៃសៀននិងនាងធោជាអ្នកមានទ្រព្យស្តុកស្ទំណៃសូតជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាស់អាងទឹកប្រាក់ដើរលេងតាមអំពើចិត្តចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃសូតមកនាងវិធាវីក៏ធ្លាក់ខ្លួនឈឺស្រប៉ាប់ស្រពោនគិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿនគូសង្សារស្មាជីវិតតែនាងមិនហ៊ានប្រកែកនឹងបំណងម្ដាយពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅកម្លាំងកាន់តែខ្សោយទឹកមុខស្លេកស្លាំងបាយមិននឹកទឹកមិនឃ្លានគេងក៏មិនលូកនាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅយាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយក្រោយមកនាងវិធាវីមានជំងឺក្អកធ្លាក់ឈាមហើយគ្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយនិយាយពីយាយនួនវិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេគិតតែពីដើររកគ្រូហ្មម្ដងឲ្យលោកស្រោចទឹកម្ដងបញ្ជាន់អារក្សតែនៅតែគ្មានបានលទ្ធផលអ្វីសោះថ្លែងពីប៊ុនធឿនពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីចិត្តរៀបការក៏កើតទុក្ខទោមនស្សយំខ្សឹកខ្សួលតែម្នាក់ឯងប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូក្រិតត្រីរកអស់ដើម្បីបន្លប់នៅសេចក្តីទុក្ខព្រួយពេលប៊ុនធឿនត្រឡប់មកវិញពីព្រៃមច្ចរាជបានផ្ដាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់ទុកនៅតែសេចក្តីទុក្ខសោកអាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន